ខ្ញុំជឿថាកូវឹងនឹងធ្វើបានល្អលោកកំពុងលេងសើចជាមួយអ្នកទាំងអស់គ្នានៅទីនេះបើចង់ឲ្យគាត់ឡាយបើអីចឹងខ្ញុំដកហ៊ុនចេញមិនអាចឲ្យអ្នកទៅជ្រុលជាមួយគាត់បានទេយកព្រមអ្នកណាដកហ៊ុនមកចុះហត្ថលេខានៅនេះលោកម្ចាស់កុំប្រឆាំងអ្នកគ្រប់គ្នាតែព្រោះកូវឹងខ្ញុំជឿលើការសម្រេចចិត្តរបស់ខ្ញុំនេះជាទំនួលខុសត្រូវរបស់ខ្ញុំយូវឹងទៅប្រាប់ក្នុងក្រុមអតិថិជនថាឡាយលក់លើកនេះត្រូវតែផ្ទុះមិត្តអាយអាវរងានេះគឺលយមែនតែនពាក់ទៅស្អាតខ្លាំងហើយជួយបិទបាំងក្បាលពោះទៀតបុរសដូចខ្ញុំពាក់ក៏មិនអន់ដែរគុណភាពល្អណាស់គុំរារែកអីមិត្តមិនមែនអ្នកឡាយកូវីទេលួចឡាយមិនប្រាប់ខ្ញុំធ្វើឲ្យខ្ញុំរកអ្នកយូរណាស់ឡាយនៅទីនេះហើយខ្ញុំជឿជាក់លើគុណភាពរបស់គេឲ្យដែលអ្នកលក់ខ្ញុំទុកចិត្តលក់ដាច់ទៀតហើយលក់ដាច់ហើយក្មេងខ្ចីមិនចេះការងារសំណាងដែលខ្ញុំដកខ្លួនតន់ទូបាត់បងដើមពាក់កណ្ដាលតែប្រសើរជាងខាត់ទាំងអស់ទៅវិញទៅអស់ទៅបានហើយលក់បាន30,000ហើយខ្ញុំដឹងហើយថាលោកកូធ្វើបានអ្វីណាមិនអាចទៅរួចទេការឡាយរបស់ជាងមានបញ្ហាអ្វីទេអ្នកឡាយរបស់ខ្ញុំអ្នកមិនទុកចិត្តទេកូស៊ីធ្លាប់លក់បានដល់ទៅ1 លានឯណោះទំនិញ5 លានរបស់អ្នកលក់ដាច់ស្រួលបើអីចឹងខ្ញុំអស់បារម្ភហើយលក់ដាច់អស់នេះចំណេញយ៉ាងហោចណាស់3 លានចំណេញធំណាស់3 លានចំណេញច្រើនម្លេះកន្លងមកគូហ្វីទាមទារគុណភាពខ្ពស់ពេកទើបចំណេញតិចចំណែកទំនិញលោកវាងនេះជាប្រភេទគុណភាពអន់បន្តិចតែម៉ូដដូចគ្នាចំណេញកើនឡើងពាក់កណ្ដាលគេធ្វើបែបនេះគ្រប់គ្នាអ្នកទិញមើលមិនដឹងទេមួយឆ្នាំនេះកូហ្វីធ្វើឲ្យយើងបាត់បង់ប្រាក់ចំណេញប៉ុន្មានទៅឥឡូវគេឈ្មោះល្អហើយយើងត្រូវពង្រីកទីផ្សារមិនមែនលក់តែរបស់ខ្លួនឯងទេត្រូវទទួលលក់ខាងក្រៅកុំឲ្យកូហ្វីនៅទំនេរធ្វើឲ្យចំណេញដល់កម្រិតអត្តបមាឯងឆ្លាតណាស់យប់នេះមានរង្វាន់យូវឹងលក់បានប៉ុន្មានហើយលក់បាន38,000បើគិតតាមភាគរយថ្ងៃនេះយើងចំណេញ88,400ស្មើនឹងប្រាក់ខែមួយឆ្នាំប្តីឲ្យខ្ញុំមិនដែលឃើញលុយច្រើនយ៉ាងនេះទេនេះគ្រាន់តែជាការចាប់ដើមទើបតែដឹងថាពេលរកលុយបានវាមានអារម្មណ៍បែបនេះសោះលោកគូពិតជាធ្វើឲ្យខ្ញុំបើកភ្នែកធំមែនមិត្តភក្តិខ្ញុំចង់ជួបលោកណាស់ខ្ញុំរៀបចំអាហារពេលល្ងាចយប់នេះលោកមកចូលរួមណាបងគូលោកគឺជាអ្នកមានគុណរបស់ខ្ញុំថ្ងៃនេះលក់បាន380,000រោងចក្រយើងជោគជ័យហើយធ្វើឲ្យខ្ញុំក្អួតមុខមាត់ជាមួយភាគហ៊ុននិកបានកៅនេះជូនលោកគូប្រាប់ថាត្រូវបង្កើនទិន្នន័យទៅប្រព័ន្ធជំរុញការលក់ថ្ងៃនេះលក់បាន380,000ស្អែកនឹងកាន់តែច្រើនទៀតពិតមែនឬប្រពៃណាស់លោកគូពិតជាមានសមត្ថភាពមែនសាវឈៀវរងចាំអីទៀតណែនាំពួកយើងទៅបងគូនេះលោកឈិនម្ចាស់ហាងខោអាវនារីនេះលោកចាំងម្ចាស់ហាងខោអាវនារីគុណភាពទំនិញល្អឥតខ្ចោះពួកគេចង់ឲ្យលោកជួយឡាយលក់ឲ្យធ្វើតាមខ្ញុំទៅអរគុណសម្រាប់ការទុកចិត្តខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យទិន្នន័យលក់បានល្អអរគុណលោកគូទុកជាមុនបានការងារពីរទៀតស្អែកប្រហែលត្រូវថែមម៉ោងកម្រមានគេពេញចិត្តណាស់ត្រូវតែខំប្រឹងដើម្បីតបស្នងពួកគេគូថ្ងៃនេះឡាយយ៉ាងណាដែរល្អណាស់ខ្ញុំថាម៉េចគូឯងពិតជាធ្វើបានថ្ងៃបុណ្យនេះខំប្រឹងបន្តិចណាជាងខ្ញុំមានរឿងចង់និយាយជាមួយឯងប្តីឲ្យមកនេះគុំទូរស័ព្ទទៀតមកហើយគូទុកនិយាយគ្នាស្អែកចុះខ្ញុំកំពុងរវល់
ជាងចេះតែប្រើឯងរឿងនិយាយស្ដីក៏មិនស្ដាប់ខ្ញុំឆ្ងល់ណាស់ថាពីមុនអ្នកទាំងពីរតាក់ទងគ្នាយ៉ាងម៉េចគឺមិនដែលបាននិយាយគ្នាទេត្រឡប់ទៅផ្ទះវិញទៅត្រូវទៅធ្វើសេវាកម្មអតិថិជនទៀតឯងនេះនៅស្ងៀមមិនបានសោះនៅមិនទាន់គេងខំប្រឹងធ្វើអ្វីចុះផ្សាយការងារផ្នែកសេវាកម្មទៅគេមិនយល់ពីផលិតផលច្បាស់ទេធ្វើឲ្យអតិថិជនយល់ច្រឡំយើងធ្វើខ្លួនឯងសិនថ្ងៃក្រោយចាំខ្ញុំពិភាក្សាជាមួយថៅកែលីឲ្យគេបើកខាងក្នុងវេទិកាដោយខ្លួនឯងឲ្យគេធ្វើការសេវាកម្មអតិថិជនខ្លួនឯងយើងក៏ស្រួលខ្លួនអូនគេងទៅស្អែកត្រូវក្រោកពីព្រលឹមមកដោះស្រាយបញ្ហាដឹកជញ្ជូនទៀតព្រឹកឡើងអ្នកដឹកជញ្ជូនមកយកអីវ៉ាន់ហើយការម៉ោងការពីម្សិលត្រូវផ្ញើឲ្យអស់បើមិនទាន់នឹងយ៉ាប់មិននឹកស្មានថាការផ្សាយផ្ទាល់មានការងារច្រើនម្ល៉េះពូខ្វល់ហាងពូហេតុអ្វីមកនៅទីនេះខ្ញុំធ្វើខ្លួនឯងខ្ញុំឆ្លោះជាមួយឲ្យឈៀងគាត់មិនបានការទេមើលទៅដូចធំដុំតែគិតលេខច្បាស់ណាស់សំបីភាគរយអ្នកដឹកក៏គាត់មិនលែងថ្ងៃក្រោយជួយណែនាំផងច្បាស់ណាស់ទីផ្សារនេះពូកែបំផុតហើយប្រាក់ចំណូលខ្ញុំផ្អែកលើពូខ្វល់នេះឯងថៅកែចៅមានអารមណ៍សឹកខ្លាញ់ខ្លាយរាប់លានសម្រាប់លក់ដាច់ឆ្នាំចង់បានអ្នកផ្សាយជួយលក់តែត្រូវចុះកិច្ចសន្យាពូហ៊ានទទួលទេបើហ៊ានខ្ញុំនឹងតាក់ទងឲ្យអរគុណច្រើនឈៀងទៅមើលហាងភ្លាមមើលពីរបីថ្ងៃនេះខ្វល់ហ្វឹងបានខ្ជិលច្រអូសស្រអត់គ្មានអ្នកចាំក្នុងចិត្តវាមិនស្ងប់សោះខ្វល់ឯងនៅហាងទេខ្ញុំទិញអំណោយពីសានយ៉ាមករឿងអ្វីហ្នឹងហេតុអ្វីទ្វារហាងចាក់សខ្ញុំដឹងតាំងពីដើមថាខ្វល់ហ្វឹងទុកចិត្តមិនបានយើងចេញទៅទើបតែមួយអាទិត្យខ្ជិលដល់ថ្នាក់នេះម៉ោង10ហើយមិនទាន់បើកទ្វារមិនបាច់ធ្វើជារវល់ទៀតហើយបងហាងខ្ញុំបើកម៉ោងប៉ុន្មានមិនបានបើកថាមិនបានបើកអ្វីថ្ងៃនេះខ្វល់គ្រប់គ្រងខ្ញុំចាំបានថាផ្លូវនេះគ្មានហាងណាផ្សាយផ្ទាល់បានល្អទេឡានដឹកអេវ៉ាន់នេះចេញពីហាងណាឯងមិនដឹងទេហីខ្វល់ធ្វើឯក្រៀកហើយព្រឹកនេះចេញបាន3ជើងហើយអ្វីណាខ្វល់ហ្វឹងឯងពិតជាក្បត់មែនបើខ្ញុំមានសមត្ថភាពដូចខ្វល់ដែរនោះគេចែកលុយ6លានឲ្យខ្ញុំ120000ក៏ខ្ញុំមិនធ្វើឲ្យដែរទាំងអស់នេះព្រោះឯងមិនចាំមើលគាត់ទើបឲ្យឱកាសគេជប់សិនខ្ញុំទៅសួរខ្វល់ឲ្យច្បាស់ថាមានរឿងអ្វីខ្វល់ឯងមិនសមរម្យសោះធ្លាប់រកស៊ីជាមួយគ្នាមិនក៏រត់មកធ្វើឯក្រៀកបែបនេះក្នុងភ្នែកឯងនៅមានពាក្យថាបងប្អូនទេតែគូរកស៊ី6លានចែកខ្ញុំ120000នឹងមែនទេពាក្យថាបងប្អូនឯងមិនស័ក្តិសមនឹងប្រើវាទេខ្វល់យើងមានកិច្ចសន្យាពីដំបូងឯងរំលោភកិច្ចសន្យាត្រូវសងសំណងរាប់លានណាគិតឲ្យច្បាស់ទៅឯងចូលចិត្តធ្វើអ្វីតាមអារម្មណ៍មិនគិតថាម្ដាយឯងត្រូវការលុយព្យាបាលជំងឺកូនត្រូវការលុយរៀនបើឯងត្រូវសងសំណងតើនឹងធ្វើយ៉ាងណាជប់និយាយទៅឃើញដល់ចំណងបងប្អូនខ្ញុំមិនពិបាកនឹងឯងទេបិទការផ្សាយនេះហើយត្រឡប់ទៅវិញទៅឲ្យឈៀងគិតឲ្យល្អពេលខ្ញុំចង់ចុះកិច្ចសន្យាឯងធ្លាប់ចុះទេឈៀងចុះកិច្ចសន្យាទៅទោះចែកលុយ5តែខ្ញុំមិនចង់មានបញ្ហានៅថ្ងៃក្រោយយើងជាបងប្អូននឹងគ្នាខ្ញុំនៅអាចជួយឯងបានមកផ្សាយផ្ទាល់វិញលុយមិនខ្វះមួយកាក់មួយសេនទេក៏បានជេរឯងពី3ម៉ាត់ចង់បានលុយចែកស្មើនឹងមែនទេខ្វល់ខ្ញុំនិយាយលេងទេបើឯងគិតថាប្រាក់ខែតិចខ្ញុំដំឡើងឲ្យឯង10000រាល់ខែខ្ញុំមិនមែននិយាយលេងទេខ្ញុំសម្រេចចិត្តធ្វើឯក្រៀកហើយធ្វើឯក្រៀកខ្វល់ឯងនិយាយមែនហីរឿងនេះខ្ញុំចង់និយាយយូរហើយតែឯងមិនដែលឲ្យឱកាសខ្ញុំនិយាយទេខ្វល់ឯងធ្វើខ្លួនឯងខ្លាយដំខ្ពស់ហានិភ័យធំមិនស្រួលដូចយើងធ្វើជាមួយគ្នាទេខ្ញុំទទួលខុសត្រូវហានិភ័យឯងគ្រាន់តែផ្សាយផ្ទាល់ទៅពាក្យថាស្រួលឯងមានមុខនិយាយចេញដែរហីពួកយើងធ្វើខ្លួនឯងស្រួលជាងច្រើនទីនេះមិនស្វាគមន៍អ្នកទេចេញទៅឲ្យឆ្ងាយទៅខ្ញុំត្រូវផ្សាយផ្ទាល់ហើយខ្វល់គុំធ្វើបែបនេះអេវ៉ាន់ថៅកែវាងនៅរោងចាំផ្សាយថ្ងៃបុណ្យទានគេសម្រាប់គ្នាអស់ហើយឲ្យខ្ញុំទៅរកអ្នកផ្សាយឯណាមកកម្មវិធីលក់នៅសល់ពេល1ខែទៀតឥឡូវឯងរកអ្នកផ្សាយក៏ទាន់ដែរតែខ្ញុំសូមព្រមានមួយអេវ៉ាន់ថៅកែវាងមានបញ្ហាខ្ញុំណែនាំឲ្យឯងផ្ញើវាត្រឡប់ទៅវិញបើមិនអញ្ចឹងនឹងត្រូវសងសំណងធំ
ខ្វល់ហ្វឹងនេះគិតថាខ្លួនឯងជារឿងធំមែនគិតថាគ្មានឯងខ្ញុំមិនអាចធ្វើការបានរៃជប់សិនកុំបង្កបញ្ហាទៀតគិតទៅថាយើងត្រូវធ្វើម៉េចអេវ៉ាន់ថៅកែវាងបើលក់មិនដាច់ប្រាក់សំណងគឺ15លានលក់ហាងក៏សមមិនគ្រប់ដែរអ្នកផ្សាយមានសមត្ថភាពដូចខ្វល់ពិបាករកណាស់ទាំងការផ្សាយការគ្រប់គ្រងសេវាកម្មនិងម៉ូដែលគាត់ធ្វើម្នាក់ឯងសន្សំលុយបានរាប់សែនក្នុងមួយឆ្នាំរកអ្នកផ្សាយពូកែបែបនេះឯណាបានមានការអីពិបាកខ្ញុំធ្លាប់ប្រាប់ហើយឲ្យប្រើមិត្តខ្ញុំនាងជាកូនសិស្សជាន់ក្រោយរបស់ស្ដេចផ្សាយពូកែណាស់និយាយពីនរណាស្ដេចផ្សាយដែលលក់បាន1000លានក្នុងមួយវគ្គនោះមែនទេក្រៅពីគាត់មានអ្នកណាទៀតទោះនាងជាកូនសិស្សជាន់ក្រោយតែការលក់បាន1លានមិនមែនជារឿងពិបាកទេហើយនាងក៏យកថ្លៃឈ្នួលមិនខ្ពស់ដែរប្រាក់ខែ12000ក៏បានហើយមិនយកភាគរយថែមទៀតចំណេញជាងខ្វល់ហ្វឹងច្រើនណាស់ស៊ូមីហេតុអ្វីមិននិយាយតាំងពីដើមឯងពិតជាទៅតែផ្ដោតសំណាងឲ្យខ្ញុំមែនធ្វើរឿងនេះទៅ